រលើបើសិនជាវាខូចដល់ដំណាក់កាលមួយហើយគឺវាអាចវិលមកឲ្យមានគឺមានតែវិធីសាស្ត្រមួយយ៉ាងហើយគឺទប់ទល់ហើយមិនឲ្យវាធ្លាក់ចុះតែសួស្តីបងប្អូនថ្ងៃនេះយើងមកទៀតហើយថ្ងៃនេះមកបន្តពីថ្ងៃមុនបាទតកតងជាមួយនឹងការ check សុខភាពទូទៅហើយយើងបានមួយចំនួនហើយឥឡូវនេះយើងនឹងបន្តតកតងជាមួយនឹងការពិនិត្យសុខភាពតទៀត check សុខភាពវាមានទៅលើអីខ្លះអញ្ចឹងណាបាទហើយខ្ញុំនឹងដាក់កញ្ចប់ពិនិត្យសុខភាពនៅខាងក្នុងវីដេអូបាទហើយនេះយើងនឹងបន្តបាទហើយបាទនេះគឺសំខាន់ហើយជាទូទៅបងប្អូនបានឃើញហើយនេះតកតងជាមួយនឹងការពិនិត្យសុខភាពហើយដែលមិនអាចចោលបានហើយជាទូទៅគឺសម្បូរមនុស្សចាស់បាទនេះទី1គឺ cholesterol គឺជាប្រភេទខ្លាញ់បាទមួយយ៉ាងដែលមានលក្ខណៈដូចជាក្រមួនដែលរាងកាយរបស់យើងផលិតឡើងតាមរយៈថ្លើមនិងទទួលពីអាហារទោះបីជាមនុស្សភាគច្រើនខ្លាចវាប៉ុន្តែ cholesterol គឺចាំបាច់សម្រាប់រាងកាយនៅក្នុងការបង្កើតកោសិកាផលិតអរម៉ូននិងជួយផលិតវីតាមីន D ប្រភេទចំណុចទី1ប្រភេទនៃ cholesterol ល្អអាក្រក់អញ្ចឹង cholesterol ហ្នឹងគឺមានន័យថាខ្លាញ់សរុបបាទខ្លាញ់សរុបអញ្ចឹងណានៅក្នុងឈាមរបស់យើងអញ្ចឹងនៅក្នុងឈាមរបស់យើង cholesterol ធ្វើដំណើរដោយភ្ជាប់ជាមួយនឹង protein ដែលគេហៅថា lipoprotein វាមានពីរប្រភេទសំខាន់ទី1 LDL បាទមាន2គឺ LDL បាទខ្លាញ់អាក្រក់អញ្ចឹងបើមានកម្រិតខ្ពស់ពេកវានឹងទៅកកតាមជញ្ជាំងសរសៃឈាមដែលធ្វើឲ្យឈាមរួមតូចឬក៏ស្ទះវាជាមូលហេតុដែលបង្កឲ្យមានជំងឺបេះដូងនិងជំងឺសរសៃឈាមដាច់ខួរក្បាលបាទអានេះគឺ LDL ហើយទី2គឺ ADL គឺខ្លាញ់ល្អបាទខ្លាញ់ល្អវាជួយប្រមូល cholesterol ដែលលើសពីសរសៃឈាមយកទៅឲ្យថ្លើមដើម្បីកម្ចាត់ចោលកម្រិត ADL ខ្ពស់ជួយកាត់បន្ថយហានិភ័យនិងជំងឺបេះដូងបាទអញ្ចឹងពី cholesterol មួយ ADL វាគឺជាស្ថិតនៅក្នុង cholesterol ដែលជាខ្លាញ់សរុបហើយបែងចែកខ្លាញ់ល្អនិងខ្លាញ់អាក្រក់បាទហើយសំខាន់ណានេះដែលយើងគួរតែស្វែងយល់បន្ថែមតើតោងជាមួយនឹងឬក៏យើងប្រឹក្សាយោបល់មួយដុកទ័រហើយបងប្អូនខមមិនមួយមើលអ្នកណាខ្លះដែលមានបញ្ហាខ្លាញ់LDL cholesterol ឡើងខ្ពស់បាទខមមិននៅក្នុងចុងនៃវីដេអូឬក៏នៅខមមិននៅខាងក្រោមវីដេអូហើយទី2អ្វីទៅជាtriglyceride បាទ triglyceride ជាញឹកញាប់ពេលពិនិត្យឈាមលោកអ្នកនឹងឃើញពាក្យនេះវាគឺជាប្រភេទខ្លាញ់ម្យ៉ាងដែលក្នុងឈាមដែលបានមកពីកាឡូរីដែលរាងកាយប្រើមិនអស់បើទាំងtriglyceride ខ្ពស់និង LDL ខ្ពស់វាកាន់តែបង្កគ្រោះថ្នាក់ដល់សុខភាព3តារាងកម្រិត cholesterol ជាទូទៅសម្រាប់មនុស្សពេញវ័យបាទ cholesterol សរុបអញ្ចឹងមិនតិចជាង200អាស្រ័យទៅលើតាមស្ថានភាពឬក៏មន្ទីរពេទ្យអញ្ចឹងណាបាទហើយ LDL ខ្លាញ់អាក្រក់តិចជាង100ក្រាមDL បាទ100ក្រាម DL អញ្ចឹងអាស្រ័យទៅលើមន្ទីរពេទ្យដូចគ្នាអាស្រ័យទៅលើម៉ាស៊ីនបាទហើយ ADL ចាប់ពី60ក្រាម DL ឡើងទៅ triglyceride តិចជាង150បាទអានេះគឺសម្រាប់បងប្អូនដែលពិនិត្យសុខភាពតែងតែចង់ដឹងហើយជាពិសេសអ្នកដែលមានបញ្ហាធាត់បាទមានបញ្ហាធាត់អីជាដើមឬក៏ញ៉ាំរបស់ដែលមានខ្លាញ់ច្រើនគួរតែ check មើលឲ្យបានដិតដល់ពីព្រោះកាលណាតែយើងមានខ្លាញ់នៅក្នុងកកនៅក្នុងសរសៃឈាមវាអាចធ្វើឲ្យយើងស្ទះសរសៃឈាមបេះដូងឬក៏មានបញ្ហាដល់សរសៃឈាមខួរក្បាលក៏មានដែរអញ្ចឹងដាច់ខ្លួនអាចអ្នកខ្លះហ្នឹងមានកកនៅក្នុងសរសៃឈាមខួរក្បាលអីចឹងណាបាទដោយសារតែវាស្ទះខ្លាំងហើយមូលហេតុដែលធ្វើឲ្យ cholesterol ឡើងខ្ពស់របបអាហារញ៉ាំអាហារដែលមានជាតិខ្លាញ់ឆ្អែតសាច់ខ្លាញ់អាហារបំពងនំឬក៏ប៊ឺបាទហើយជាប្រភេទនំប៉័ងប៊ឺហ្គារីអាហ្នឹងសតែជារបស់ដែលមិនដែលញ៉ាំប៉ុន្តែយើងញ៉ាំមានកម្រិតបាទហើយបើសិនជាយើងអ្នកដែលមានបញ្ហាលើសខ្លាញ់បណ្ឌិតហើយមានឃើញខ្លាញ់ ADL LDL cholesterol ឡើងខ្ពស់បើ ADL វាអត់សូវបញ្ហាតែបើ LDL ឡើងខ្ពស់វាជាប្រភេទខ្លាញ់ដែលស្ទះនៅក្នុងសរសៃឈាមធ្វើឲ្យកកនៅក្នុងសរសៃឈាមបេះដូងឬក៏ធ្វើឲ្យខ្លាញ់រុំបេះដូងខ្លាញ់រុំថ្លើមបាទអញ្ចឹងហើយកង្វះលំហាត់ប្រាណនិងការអង្គុយច្រើនមិនសូវបញ្ចេញកម្លាំងជាពិសេសអ្នកលក់ដូរឲ្យត្រូវបាទអ្នកលក់ដូរលក់អីវ៉ាន់លក់ចាប់ហួយឬអង្គុយនៅ office កន្លែងអញ្ចឹងណាបាទហើយទម្លាប់ការរស់នៅមានការជក់បារីផឹកស្រាអូអានេះកត្តាសំខាន់ណារាល់ថ្ងៃគឺផឹករហូតបាទធ្វើឲ្យមានបញ្ហាសុខភាពផ្នែកខាង cholesterol ពួកខ្លាញ់ពួកអីឡើងដែរកត្តាផ្សេងលើសទម្ងន់និងវ័យកាន់តែច្រើននឹងកត្តាដំណពូជសែនអីជាដើមអញ្ចឹងណាបាទតើ triglyceride កើតចេញមកពីណាហេតុអ្វីបានវា
ឡើងខ្ពស់ប្រសិនបើអ្នកញ៉ាំអាហារដែលមានកាឡូរីច្រើនជាងអ្វីដែលអ្នកដុតបំផ្លាញជាពិសេសអាហារសម្បូរជាតិស្ករម្សៅនោះកម្រិតត្រីកេសរ៉េតនៅក្នុងឈាមរបស់អ្នកឡើងខ្ពស់មូលហេតុចម្បងមានដូចជាការញ៉ាំអាហារផ្អែមខ្លាំងភេសជ្ជៈដែលមានជាតិស្ករច្រើនគ្រឿងកំប៉ុងអីជាដើមទាំងអស់ហ្នឹងបាទហើយការផឹកគ្រឿងស្រវឹងបាទគ្រឿងស្រវឹងច្រើនជ្រុលបាទរាល់ថ្ងៃប្រចាំថ្ងៃនឹងការលើសទម្ងន់បាទអ្នកខ្លះគឺគាត់អត់សូវញ៉ាំគ្រឿងកំប៉ុងសោះអីប៉ុន្តែតំណពុយឬក៏សែនរបស់គាត់ឪពុកម្ដាយរបស់គាត់មានគីឡូធ្ងន់មានគីឡូធំមៀតធំអីចឹងណាបាទក៏តំណពុយសែនរបស់យើងមកដែរកម្រិតត្រីកេសរ៉េតខ្ពស់ពេកអាចបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាពដូចជាការរឹងសរសៃឈាមឬធ្វើឲ្យចិញ្ចាំងសរសៃឈាមក្រាស់ដែលបង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលនិងជំងឺបេះដូងជាញឹកញាប់ខ្ញុំធ្លាប់ឃើញអ្នកជំងឺដែលគាត់មានស្ទះសរសៃឈាមបេះដូងឬក៏មានបញ្ហាបេះដូងណាដែលធ្លាប់ដាក់កាមេរ៉ាដាក់គេហៅថាចាក់ពណ៌បាទចាក់ពណ៌តាមកលៀនចាក់ពណ៌ហ្នឹងនៃច្រើនយ៉ាងហើយខ្ញុំនឹងបញ្យល់អត្ថាធិប្បាយពេលក្រោយបែងចែកថាតកតងជាមួយនឹងចាក់ពណ៌ហ្នឹងវាសំដៅទៅលើអីខ្លះហើយអ្នកខ្លះគាត់លើតែចាក់ពណ៌អូខ្ញុំធ្លាប់ចាក់ពណ៌ហើយតែបែបចាក់ពណ៌ហ្នឹងមានច្រើនរួមតាំងពីធ្វើ CT ក៏ចាក់ពណ៌ធ្វើ MRI ក៏ចាក់ពណ៌អីក៏ចាក់ពណ៌ហើយរួមទាំងការដាក់បន្លុនតាមកលៀនក៏បាននេះតាមកផ្លូវណាបាទនៅកន្លែងចិត្តគល់ផ្លូវយើងហ្នឹងបាទហើយឬក៏ដាក់នៅខាងដៃបាទដៃយើងខាងស្ដាំបាទអញ្ចឹងហើយយើងគួរតែពេលបើសិនជាយើងមានឡើងខ្ពស់យើងគួរតែកាត់បន្ថយឬក៏របបអាហាររបស់យើងបាទនឹងការរឹងសរសៃឈាមនេះការរលាកលំពេងប្រសិនបើកម្រិតត្រីកេសរ៉េតឡើងខ្ពស់ខ្លាំងលើសពី500វាអាចបណ្ដាលឲ្យរលាកលំពេងស្រួចស្រាវដែលជាស្ថានភាពគ្រោះថ្នាក់ដល់ជីវិតបាទហើយមួយទៀតគឺកម្រិត level បាទបរិមាណធម្មតាអានេះមានន័យថាបើសិនជាធម្មតាតិចជាង150បាទ normal ហើយបើសិនជាកម្រិតមធ្យម150ទៅ100 150ទៅ199បាទគួរតែចាប់ផ្ដើមប្រុងប្រយ័ត្នណាបាទបើសិនជាវាឡើងខ្ពស់ហើយខ្ពស់បំផុតហ្នឹងគឺ200ទៅ499អានេះគឺហានិភ័យខ្លាំងមកសម្រាប់អ្នកដែលកាលណាតឡើងខ្ពស់គឺបញ្ហាប្រឈមគឺខ្លាញ់ស្ទះសរសៃឈាមបេះដូងហើយអញ្ចឹងវាអាចទៅចិញ្ចឹមហើយពេលខ្លះវាធ្វើឲ្យការធ្វើការងារបេះដូងហ្នឹងវារត់តែខ្សោយទៀតហើយកាលណាតស្ទះសរសៃឈាមដោយសារខ្លាញ់នេះអញ្ចឹងនៅក្នុងសាច់ដុំបេះដូងវាខុសពីអវយវៈរាងកាយផ្សេងទៀតនៅពេលដែលយើងជួសជុលហើយសំទោសនៅពេលដែលយើងជួសជុលហើយគឺវាអាចវិលមកប្រកក្តីក៏ប៉ុន្តែសម្រាប់សាច់ដុំបេះដូងវាងាប់គឺងាប់ហើយកលៀននេះដូចគ្នាដែរគឺកាលណាថាកលៀនកម្រលើបើសិនជាវាខូចដល់ដំណាក់កាលមួយហើយគឺវាអាចវិលមកឲ្យមានគឺមានតែវិធីសាស្ត្រមួយយ៉ាងឯងគឺទប់ទល់ហើយមិនឲ្យវាធ្លាក់ចុះតែมันអាចមានថ្នាំណាយកទៅធ្វើឲ្យសាច់ដុំបេះដូងឬក៏កលៀនហ្នឹងវាវិលមកត្រឡប់មកប្រកក្តីវិញជាវិញធម្មតាអត់មានទេបាទអញ្ចឹងបានអ្នកខ្លះពេលដែលគាត់ស្ទះសរសៃឈាមបេះដូងពេលដែលគាត់ងាប់សាច់ដុំបេះដូងហ្នឹងបេះដូងវាចាំបាច់ធ្វើការលេងខុសប្រកក្តីគឺបេះដូងដើរខុសច្បាប់អញ្ចឹងហើយបានគេបំពាក់ឧបករណ៍ជំនួយគេថាឧបករណ៍ជំនួយចាប់ច្បាប់បេះដូងបាទដែលយើងហៅដែលអ្នកខ្លះគាត់ស្គាល់ថាជាឧបករណ៍ដាក់ថ្មអីចឹងណាបាទហើយសម័យនេះវាមានរបស់ដែលទំនើបលើសពីមុនឆ្ងាយតាក់ទងជាមួយនឹងការដាក់ការអីចឹងវាធ្វើដាក់គ្រឿងឧបករណ៍ជំនួយកត្រាក់សាច់ដុំបេះដូងគឺវាល្អជាងមុនបាទហើយបានរយៈពេលយូរជាងមុនហើយមួយទៀតគឺខ្លាំងបំផុតបាទគឺចាប់ពី500ឡើងអានេះគឺប្រឈមហ្មង500បាទ500ឡើងទៅគឺប្រឈមបញ្ហាសុខភាពឬក៏អាចគ្រោះថ្នាក់តែម្ដងអានឹងសម្រាប់អ្នកដែលគាត់ឡើងខ្លះខ្ពស់ហើយវិធីសាស្ត្របញ្ចុះកម្រិតត្រីកេសរ៉េតហាត់ប្រាណយ៉ាងហោចណាស់30នាទីជារៀងរាល់ថ្ងៃដើម្បីដុតបំផ្លាញកាឡូរីឬកាត់បន្ថយជាតិស្ករជៀសវាងស្ករនំប៉័ងនំផ្អែមភេសជ្ជៈគ្រឿងកំប៉ុងប៊ឺហ្គេរីសំបីតែពួកប៊ឺហ្គេរីនំប៉័ងហើយមួយទៀតហ្នឹងគឺគ្រឿងសមុទ្របងប្អូនគ្រឿងសមុទ្រនេះក៏មិនគួរដែរនៅពេលដែលយើងមានក្តាមមានបកាបកងអីហ្នឹងបាទហើយមួយទី3គឺជ្រើសរើសខ្លាញ់ល្អញ៉ាំខ្លាញ់ត្រីអូមេហ្គា3គ្រាប់ធញ្ញជាតិនិងប្រេងអូលីវជំនួសឲ្យខ្លាញ់សត្វបាទអាហ្នឹងក៏ល្អដែរបើសិនជាក្នុងករណីថាយើងលើហើយយើងគួរតែជ្រើសរើសយកថ្នាំដើម្បីជំនួយឬក៏ញ៉ាំថ្នាំបញ្ចុះជាតិខ្លាញ់អានេះត្រូវការប្រឹក្សាជាមួយដុកទ័រណាបាទហើយកាត់បន្ថយគ្រឿងស្រវឹងបើសិនជាអាចបាទហើយកាត់បន្ថយគ្រឿងស្រវឹងទាំងអស់ហ្នឹងបាទមានកាឡូរីខ្ពស់ពីព្រោះគ្រឿងស្រវឹងហ្នឹងវាកាឡូរីគឺពេញបឹបហ្មងហើយនឹងមានឥទ្ធិពលខ្លាំងលើការបង្កើនត្រីកេសរ៉េតបាទ
ហើយបងប្អូនមានបញ្ហាខ្លាញ់លើអីបងប្អូនអាចខមមិននៅក្រោមបានណាបងប្អូនពេលនេះហ្នឹងខ្លាញ់បងប្អូនធ្លាប់ពិនិត្យសុខភាពប្រហែលដងហើយខ្លាញ់ល្អខ្លាញ់អាក្រក់បងប្អូនគ្រប់គ្រាន់អត់ហើយបងប្អូនដែលញ៉ាំថ្នាំអូមេហ្គា3អត់បាទហើយឬក៏ពួកគ្រាប់ធញ្ញជាតិអីបងប្អូនចូលចិត្តញ៉ាំអីបងប្អូនអាចខមមិននៅក្រោមបានហើយអរគុណសម្រាប់ការតាមដានហើយជូនពរបងប្អូនសុខភាពល្អហើយអរគុណច្រើន